សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មករៀនរស់ podcast ជាមួយនឹងខ្ញុំពុទ្ធីដែលយើងនិយាយតាក់ទងពីកំណត់មួយចំនួនដែលអាចធ្វើជីវិតយើងកាន់តែប្រសើរហើយថ្ងៃនេះដែរយើងអាចនិយាយតាក់ទងពីការអានជាធម្មតាគឺថាការដែលយើងអានគឺដោយសារយើងចង់យល់ដឹងឬក៏មានចំណេះដឹងអ្វីមួយមិនត្រឹមតែប៉ុណ្្នឹងគឺថាក៏ដើម្បីធ្វើឲ្យយើងមានប្រាជ្ញាជាងមុនឬក៏ឆ្លាតជាងមុនដែលថាគេ improve តាក់ទងពី intelligence របស់យើងណាអញ្ចឹងបើសិនបើយើងចង់ធ្វើឲ្យការអានរបស់យើងប្រកបដោយភាពជោគជ័យដែលយើងបាននៅអ្វីដែលយើងចង់បានហ្នឹងតើយើងធ្វើយ៉ាងម៉េចហើយថ្ងៃនេះដែរខ្ញុំនឹងចែករំលែកតាក់ទងពីយុទ្ធសាស្ត្រមួយដែលថាយើងអាចយកមកប្រើដើម្បីពង្រឹងនៃការយល់របស់យើងនិងទាញប្រយោជន៍ពីសភៅដែលយើងអានហ្នឹងយុទ្ធសាស្ត្រនេះគឺជាការសួរសំណួរជាធម្មតាពេលដែលយើងទៅសាលាយើងអានសភៅមួយពេលដែលប្រឡងគឺតែងតែមានសំណួរឯត្រូវអញ្ចឹងមិនពេលខ្លះពេលដែលយើងត្រៀមខ្លួនសម្រាប់ប្រឡងគឺយើងតែងតែមើលតាក់ទងពីกระดาษប្រឡងមុនឬក៏กระดาษប្រឡងរបស់អ្នកដែលប្រឡងប្រហែលឆ្នាំមុនអញ្ចឹងដើម្បីឲ្យយើងយល់ដឹងថាតើចំណុចសំខាន់ណាខ្លះដែលយើងមិនគួរមើលរំលងប៉ុន្តែបើសិនបើយើងអានដើម្បីអភិវឌ្ឍខ្លួនឬក៏មានចំណេះដឹងផ្សេងដែរមិនទៅតាមគិតក្រមរបស់សាលាវាអត់មានសំណួរបែបហ្នឹងទេតើយើងធ្វើយ៉ាងម៉េចត្រូវហើយដោយសារមានអ្នកសួរហ្នឹងវាពិបាកមែនតើក្នុងការយើងកំណត់ថាតើព័ត៌មានណាដែលសំខាន់ដែលយើងគួរចាំឬក៏យើងគួរយល់ហ្នឹងអ្វីដែលថាយើងចាប់ផ្ដើមគួរធ្វើគឺចាប់ផ្ដើមបង្កើតសំណួរមុននឹងអានសភៅមួយឬក៏ពេលដែលយើងកំពុងអានហ្នឹងព្រោះថាពេលដែលយើងមានសំណួរហ្នឹងគឺថាពេលដែលយើងអានយើងចាប់ផ្ដើមរកចម្លើយសំណួរហ្នឹងហើយនោះគឺជាអ្វីមួយដែលមិនត្រឹមតែពង្រឹងតាក់ទងពីការយល់របស់យើងប៉ុន្តែវាក៏ឲ្យលក្ខណៈដូចជាការផ្ដោតអារម្មណ៍ concentration ហើយជាមួយនឹង attention តាក់ទងពីព័ត៌មានដែលសំខាន់ទាំងអស់ហ្នឹងអានេះឧទាហរណ៍បើសិនបើយើងដើរក្នុងសួនច្បារ 5-10 នាទីហើយពេលដែលយើងដើរចប់ចឹងទៅមានមនុស្សម្នាក់សួរយើងថាតើយើងដើរក្នុងសួនហ្នឹងយើងបានឃើញឆ្កែប្រហែលក្បាលយើងប្រកាសជាអត់ដឹងទេព្រោះថាដោយសារអីព្រោះថាយើងអត់ដឹងហ្នឹងថាគេនឹងសួរអាហ្នឹងអញ្ចឹងយើងអត់ទាំងកត់សម្គាល់យើងឡើងមើលអីផ្សេងហើយជាពិសេសយើងមើលតាក់ទងពី detail ឬក៏វត្ថុមួយចំនួនដែលមិនសំខាន់ដែលគេនឹងត្រូវសួរអញ្ចឹងបើសិនបើយើងដឹងសំណួរមុនគឺយើងប្រកាសជាដើរក្នុងសួនហ្នឹងឲ្យយើងឃើញឆ្កែមួយយើងរាប់ហើយយើងបានចម្លើយទៅនេះហើយគឺជា attention ដែលថាយើងចង់មានពេលដែលការអានពេលដែលយើងមានសំណួរមុនហ្នឹងអញ្ចឹងយើងចាប់ផ្ដើមបង្កើតសំណួរខ្លួនឯងប៉ុន្តែសំណួរគឺថាយើងបង្កើតសំណួរបែបណាតើសំណួរបែបណាដែលយើងគួរបង្កើតដើម្បីពង្រឹងនៃការយល់និងការស្រូបចំណេះដឹងហើយនឹងជាពិសេសគឺថាធ្វើឲ្យយើងចាប់ផ្ដើមវៃឆ្លាតជាងមុនហ្នឹងប្រភេទសំណួរទី1ដែលថាយើងចាប់ផ្ដើមយកមកសួរខ្លួនឯងគឺតាក់ទងពីគោលដៅអាហ្នឹងវាជាសំណួរដែលសួរតាក់ទងពី intention របស់យើងគឺថាជាធម្មតាពេលដែលយើងទិញសភៅយើងទៅយើងត្រូវចូលហាងយើងឃើញសភៅណាស្អាតឬក៏ title ឬថាយើងរៀង feel connected ចឹងយើងយកមកអានទៅប៉ុន្តែចំពោះខ្ញុំពេលដែលខ្ញុំយកសភៅមួយមកអានខ្ញុំសួរខ្លួនឯងសិនហេតុអីបានខ្ញុំចង់អានសភៅហ្នឹងតើចំណុចអ្វីខ្លះដែលថាខ្ញុំចង់យល់ខ្ញុំចង់ដឹងតាក់ទងពីសភៅហ្នឹងហើយទាំងអស់ហ្នឹងគឺជាសំណួរដែលកំណត់នៃគោលដៅរបស់ខ្ញុំពីការអានហ្នឹងឯងអញ្ចឹងក្នុងការសរសេរសំណួរទាំងអស់ហ្នឹងអ្វីដែលថាខ្ញុំតែងតែធ្វើគឺថាខ្ញុំត្រូវអានតាក់ទងពី description ពីសភៅហ្នឹងសិនដូចឧទាហរណ៍ថាបើសិនបើខ្ញុំចូល Google អញ្ចឹងខ្ញុំ search សភៅហ្នឹងឬក៏នៅក្នុង Amazon អញ្ចឹងទៅពេលដែលខ្ញុំមុនទិញសភៅហ្នឹងអញ្ចឹងគេតែងតែមាន description ឯងគេនិយាយតាក់ទងពីសភៅហ្នឹងនិយាយពីអីឬក៏ប្រវត្តិរូបរបស់អ្នកសរសេរអញ្ចឹងមកអញ្ចឹងការដែលខ្ញុំអានខ្ញុំចាប់ផ្ដើមមានការយល់ខ្លះហើយតាក់ទងពីអ្វីដែលគេនឹងសរសេរឡើងហើយមិនត្រឹមតែអានតែ description ទេខ្ញុំក៏មើលលក្ខណៈដូច review ដែរគឺថាខ្ញុំអាចអាន review ដូចថានៅក្នុង Goodreads អញ្ចឹងទៅនៅក្នុង Goodreads ហ្នឹងគេចាប់ផ្ដើមឲ្យថាអូខេឲ្យផ្កាយប្រមាណហើយគេសរសេរខ្លះអ្នកដែលអត់ចូលចិត្តសភៅហ្នឹងហេតុអីបានគេចូលចិត្តអ្នកដែលចូលចិត្តហេតុអ្វីបានគេចូលចិត្តហើយគំនិតមួយចំនួនទៀតដែលថាយើងអាចធ្វើបានដើម្បីកសាងសំណួរគោលដៅហ្នឹងគឺថាយើងអាចអាន preface ឬក៏ introduction របស់អ្នកសរសេរដែលគាត់សរសេរដំបូងព្រោះថា introduction ហ្នឹងភាគច្រើនគឺថា contain តាក់ទងពី main idea ដែលអ្នកសរសេរហ្នឹងគាត់ចង់ convey ហើយយើងអាចចាប់ផ្ដើមអានតាក់ទងពី table of content បើបានយើងអាន chapter 1 មួយទៀតក៏បានដែរការដែលយើងអានបែបហ្នឹងគឺថាយើងចាប់ផ្ដើមឃើញហើយតាក់ទងពីគំនិតទូទៅនៃសភៅហ្នឹងហើយតាមការយល់ឃើញតាក់ទងពីគំនិតទូទៅទាំងអស់ហ្នឹងតើយើងមានចម្ងល់អីខ្លះតើយើងចង់ដឹងអីខ្លះតើព័ត៌មានណាខ្លះថាអាចមានប្រយោជន៍សម្រាប់យើងអានេះដូចឧទាហរណ៍ថាប្រសិនបើសភៅដូចថា Still Like an Artist ចឹងចុះគឺថាគាត់និយាយតាក់ទងធ្វើម៉េចដើម្បីយើងចេះលួចគំនិតរបស់សិល្បករផ្សេងៗហ្នឹងអញ្ចឹងពេលដែលខ្ញុំអាន cover ហើយខ្ញុំអាចអាន review មួយចំនួនណាខ្ញុំអាចគិតមើលថាតើហេតុអ្វីបានខ្ញុំគួរលួចពីអ្នកដទៃហើយបើខ្ញុំចង់លួចហ្នឹងខ្ញុំលួចគំនិតគេបែបម៉េចហើយបើខ្ញុំលួចពីគេធ្វើម៉េចឲ្យលួចឲ្យបានល្អជាងនិយាយថាយើងចេះ cite គេរបៀបម៉េចឬក៏ reference គេរបៀបម៉េចហើយបើខ្ញុំយកគំនិតរបស់មនុស្សម្នាក់អាចមកកម្លៃឲ្យคล้ายជាគំនិតខ្ញុំតើខ្ញុំធ្វើបែបណាហើយតើយុទ្ធសាស្ត្រណាខ្លះថាខ្ញុំគួរមានដើម្បីធ្វើឲ្យខ្ញុំវា creative ជាងមុនឬក៏មានភាពច្នៃប្រឌិតជាងមុនហ្នឹងអញ្ចឹងយើងចាប់ផ្ដើមសរសេរមកហើយពេលដែលយើងអានហ្នឹងពេលដែលយើងឃើញចម្លើយយើងចាប់ផ្ដើមសរសេរចម្លើយហ្នឹងនៅក្រោមសំណួរហ្នឹងទៅអញ្ចឹងពេលដែលយើងអានចប់យើងអាចឆ្លើយនៅសំណួរទាំងអស់ហ្នឹងបានខ្លះអញ្ចឹងយើងចាប់ផ្ដើមមានហើយតាក់ទងពី
កំណត់សំខាន់ដែលថាយើងចង់ដឹងពីសភៅហ្នឹងសំណួរប្រភេទទី2គឺតាក់ទងពី comprehension ហ្នឹងគឺតាក់ទងពីការយល់សំណួរដែលជួយឲ្យយើងយល់តាក់ទងពីសភៅហ្នឹងអញ្ចឹងពេលដែលយើងអានគឺថាសំណួរមួយចំនួនដែលថាយើងគួរគិតទៅមើលហ្នឹងយើងគួរគិតថាហេតុអ្វីបានអ្នកសរសេរហ្នឹងគាត់សរសេរសភៅហ្នឹងអានេះគឺជាអ្វីមួយដែលថាយើងគួរយល់ដែរព្រោះថាធម្មតាគឺថាសភៅមួយសរសេរដើម្បី convey តាក់ទងពីគំនិតអីមួយប៉ុន្តែហេតុអ្វីបានអ្នកសរសេរហ្នឹងគឺថាគាត់ passionate មែនដល់គាត់ចំណាយពេលសរសេរសភៅហ្នឹងឬក៏ចងក្រងសភៅហ្នឹងឡើងអញ្ចឹងដល់ពេលអញ្ចឹងទៅក៏យើងចាប់ផ្ដើមឃើញប្រភពនៃការគិតរបស់មនុស្សម្នាក់ហ្នឹងដែរហើយវាទៅតាមការសួរយ៉ាងដែរថាហេតុអ្វីបានអ្នកសរសេរហ្នឹងគាត់បានលើក conclusion បែបហ្នឹងអញ្ចឹងក៏យើងចាប់ផ្ដើមឃើញតាក់ទងពីការវិវត្តនៃការគិតរបស់គាត់ឬក៏មាន proof មានអីខ្លះដែលថាយើងមើលទៅដែលថាជំរុញឲ្យគាត់មានការគិតបែបហ្នឹងហើយមួយទៀតគឺថាយើងត្រូវសួរថាតើចំណុចសំខាន់ឬក៏ main idea នៃសភៅហ្នឹងគឺអ្វីដែលអ្នកសរសេរគាត់ចង់ convey ហ្នឹងព្រោះសំណួរប្រភេទទី1ដែលខ្ញុំនិយាយមុនហ្នឹងគឺថាវាទៅតាមអ្វីថាយើងចង់ដឹងទេត្រូវទេប៉ុន្តែតាក់ទងពី comprehension ការដែលយើងយល់អ្នកសរសេរមានន័យថាយើងយល់តាក់ទងពីអ្វីដែលគាត់ចង់និយាយអញ្ចឹងការដែលយើងយល់ពីអ្នកនិយាយហ្នឹងយើងចាប់ផ្ដើមដឹងថាហេតុអ្វីគាត់សរសេរព្រោះហ្នឹងតើប្រភពនៃការគិតរបស់គាត់យ៉ាងម៉េចតើ main idea ដែលគាត់និយាយហ្នឹងគឺអ្វីទៅហើយការដែលយើងខំប្រឹងឆ្លើយតាក់ទងពីសំណួរទាំងអស់ហ្នឹងវាធ្វើឲ្យយើងយល់ពីសភៅហ្នឹងឬក៏យល់ពីអ្នកសរសេរហ្នឹងគឺកាន់តែប្រសើរហើយសំណួរដែលខ្ញុំនិយាយមុនហ្នឹងគឺជាសំណួរដែលជួយតេស្តតាក់ទងពីការយល់ឬក៏កម្រិតនៃការយល់របស់យើងហ្នឹងអញ្ចឹងមានថាបើសិនបើយើងឆ្លើយអត់ទាន់ចេញទេមានន័យថាយើងអត់ទាន់យល់ពីសភៅហ្នឹងច្បាស់ហើយអញ្ចឹងមានថាយើងគួរតែអានម្ដងទៀតឬក៏យ៉ាងម៉េចអាហ្នឹងតាមហ្នឹងត្រូវហើយតាក់ទងពីចំណុចហ្នឹងបើយើងចង់ធ្វើឲ្យបន្ថែមទៀតណាពេលដែលអានចប់យើងចាប់ផ្ដើម summarize ព្រោះថាពេលដែលយើងចាប់ផ្ដើមធ្វើសង្ខេបធ្វើសម្រាប់តែខ្លួនឯងក៏បានដែរមិនបាច់ចែករំលែកឲ្យអ្នកដទៃក៏បានដែរហ្នឹងធ្វើយ៉ាងម៉េចឲ្យតែយើង comfortable ខ្លួនឯងការដែលយើង summarize ហ្នឹងគឺថាយើងចាប់ផ្ដើមកាត់កងតាក់ទងពីព័ត៌មានណាដែលមិនសូវសំខាន់អីចឹងតើ snow នៃចំណេះដឹងដែលគាត់ចង់និយាយហ្នឹងគឺអ្វីអញ្ចឹងការ summarize ហ្នឹងគឺជា skill មួយដែលថាវាល្អដែរតែថាយើងគួរមើលទៅលើដើម្បីពង្រឹងនៃការយល់របស់យើងហ្នឹងសំណួរប្រភេទទី3គឺជាសំណួរប្រភេទគិតគឺថាយើងចាប់ផ្ដើមរៀនគិតពេលខ្លះពេលដែលយើងឃើញសភៅឬក៏ឃើញអ្នកសរសេរមួយចំនួនពេលខ្លះគឺថាយើង worship ខ្លាំងពេកយើងអាចគិតថាអូបើមនុស្សម្នាក់គឺថាគាត់ successful ឬក៏គាត់សរសេរសភៅមួយហើយសភៅហ្នឹងគេអានច្រើនគាត់ប្រកាសជាត្រូវហើយទេគឺថានៅក្នុងសភៅមួយគេ convey តាក់ទងពី opinion ផ្សេងហើយ opinion ខ្លះគឺมันប្រកាសថាវាត្រូវដែរអញ្ចឹងវាតម្រូវឲ្យយើងចេះគិតហងថាព័ត៌មានអ្វីដែលវាល្អសម្រាប់យើងតើព័ត៌មានណាដែលវាមានប្រយោជន៍សម្រាប់យើងគឺมันប្រកាសថាសភៅទាំងអស់ប្រយោជន៍គឺស្មើគ្នាទេអញ្ចឹងពេលដែលយើងអានហើយយើងចាប់ផ្ដើមរៀនវែកញែកនិងវិនិច្ឆ័យតាក់ទងពីការយល់ឃើញរបស់យើងពីសភៅហ្នឹងអញ្ចឹងវាជាការបង្កើតមតិផ្ទាល់ខ្លួនតាក់ទងពីសភៅហ្នឹងហើយយើងចាប់ផ្ដើមសួរឧទាហរណ៍ថាតើអ្វីទៅដែលថាខ្ញុំយល់ស្របពីអ្នកសរសេរនៅក្នុងសភៅហ្នឹងតើចំណុចណាទៅដែលថាខ្ញុំមិនយល់ស្របតាក់ទងពីសភៅហ្នឹងតើចំណុចណាខ្លះទៅដែលអ្នកសរសេរគាត់អត់បញ្យល់ច្បាស់លាស់ពីសភៅហ្នឹងហើយការធ្វើបែបហ្នឹងគឺថាជាការមើលខ្លួនយើងជាអ្នករិះគន់ម្នាក់អញ្ចឹងណាការដែលយើងធ្វើខ្លួនជាអ្នករិះគន់នៃសភៅមួយអញ្ចឹងយើងចាប់ផ្ដើមឃើញហើយតាក់ទងពីចំណុចល្អឬក៏ចំណុចមិនល្អហើយអ្វីទៅដែលថាយើងគួរ keep ឬក៏អ្វីមួយទៅដែលយើងមិនគួរយកមកដាក់ខ្លួនយើងអានេះដូចជា rule នៃការអានមួយរបស់ Warren Buffett អ្នកដែល investor មួយដែលល្បីគឺថាមួយថ្ងៃគឺថាគាត់អានច្រើនមែនតើហើយការដែលគាត់អានណាគឺថាគាត់ផ្ដោតទៅលើតែអ្វីដែរប៉ុន្តែគឺថាគាត់អត់អានតាក់ទងពីមតិឯងព្រោះថាមតិគឺអាចខុសបើអ្វីជាការពិតគឺវាជាការពិតវាមិនមែនជាមតិឯងអញ្ចឹងវាជាអ្វីមួយដែលថាយើងគួរវែកញែកនិងថ្លឹងថ្លែងយើងគួរចេះវិនិច្ឆ័យតាក់ទងពីការគិតមនុស្សម្នាក់តើការគិតនឹងត្រូវអត់តើគេ provide proof គ្រប់គ្រាន់ក្នុងការ justify តាក់ទងពីគំនិតនឹងត្រឹមត្រូវអត់ហើយការដែលយើងចេះរៀនគិតណារៀនវិនិច្ឆ័យហ្នឹងក៏វាជំរុញនៃប្រាជ្ញារបស់យើងទូទៅដែរព្រោះថាការអានមិនគួរតែការ copy paste information យកមកដាក់ខ្លួនយើងប៉ុន្តែការដែលយើងរៀនគិតហ្នឹងគឺវាជំរុញនៃកម្រិតបញ្ញាយើងហ្នឹងអញ្ចឹងយើងចាប់ឲ្យរៀនវែកញែកនិងឲ្យតម្លៃហើយតាក់ទងពីចំណុចហ្នឹងបើថាយើងចង់ធ្វើបន្ថែមទៀតណាមុនហ្នឹងយើង summarize ទៅបើយើងចង់ធ្វើបន្ថែមទៀតកន្លែងចំណុចហ្នឹងតាក់ទងពីសំណួរគិតហ្នឹងគឺថាពេលយើងអានចប់ហើយសរសេរ review មកយើង review សភៅហ្នឹងហើយយើងចាប់ដើមនិយាយមកថាកន្លែងណាដែលថាយើង agree កន្លែងណាដែលថាយើងអត់ agree ថៃបានយើងអត់ agree ហើយវាជាសភៅមួយដែលថាយើង recommend ឲ្យពីណាគេដែរឬក៏មិន recommend មិនដែរហើយហេតុអ្វីទៅហើយទាំងអស់ហ្នឹងវាជំរុញនៃការគិតរបស់យើងហ្នឹងហើយសំណួរប្រភេទទី4ដែលថាខ្ញុំយកមកប្រើហ្នឹងគឺសំណួរសួរថាបន្ទាប់ពីអានហើយមិនទៀតអាហ្នឹងដូចថា then what
ពេលដែលយើងអានហើយតាមមកទៀតតើយើងយកព័ត៌មានហ្នឹងយកមកធ្វើអីតើមានការអនុវត្តណាខ្លះថាយើងគួរយកមកអនុវត្តនៅក្នុងជីវិតយើងបន្ទាប់ពីការយកហ្នឹងព្រោះថាពេលដែលយើងអានហ្នឹងគឺវាជាការទទួលព័ត៌មានប៉ុន្តែការទទួលព័ត៌មានហ្នឹងវាមិនទាន់ខ្លាយជាចំណេះដឹងពិតទេដោយសារអីព្រោះថាយើងអត់ទាន់មានបទពិសោធន៍ពិតព្រោះថាដល់តែយើងមានបទពិសោធន៍ពីចំណុចហ្នឹងបានយើងចាប់ផ្ដើម internalize ឬក៏ធ្វើឲ្យចំណេះដឹងហ្នឹងខ្លាយជាចំណេះដឹងរបស់យើងផ្ទាល់ព្រោះថាការដែលយើងយល់ដឹងអ្វីមួយតែពីសភៅគឺវាគ្រាន់តែជាទ្រឹស្ដីទេអញ្ចឹងការដែលយើងរៀនយកវាយកអនុវត្តអញ្ចឹងវាជាអ្វីមួយដែលជំរុញនឹងការយល់ដឹងបន្ថែមទៅទៀតតាក់ទងពីទាំងអស់ហ្នឹងអានេះដូចឧទាហរណ៍បើសិនបើយើងអានសភៅតាក់ទងពីការវិនិយោគហើយយើងអានចប់យើងដឹងថាឧបចង្កវិនិយោគយើងធ្វើមិនប៉ុន្តែបើយើងអត់វិនិយោគគឺយើងអត់មានចំណេះដឹងពេញលេញទេតាក់ទងពីការវិនិយោគទាំងអស់ហ្នឹងអញ្ចឹងយើងត្រូវតែសួរខ្លួនឯងថាការដែលយើងអានសភៅហ្នឹងហើយតើមាន call to action ឬក៏ homework អីខ្លះថាយើងគួរតែធ្វើតើតាក់ទងពីទម្លាប់អីខ្លះថាយើងគួរតែមានឬក៏តើគំនិតណាខ្លះដែលយើងគួរយកមកតេស្តនៅក្នុងជីវិតមែនតើហ្នឹងហើយការដែលមានទាំងអស់ហ្នឹងយើងចាប់ផ្ដើមទៅយើងវាជាអ្វីមួយដែលពង្រីកនៃការយល់ដឹងឬក៏ចំណេះដឹងរបស់យើងបន្ថែមអីគឺថាដល់យើងធ្វើបែបហ្នឹងយើងមិនមែនឃើញពិភពលោកទៅតាមការយល់ឃើញរបស់អ្នកសរសេរប៉ុន្តែយើងចាប់ផ្ដើមយកវាមកតេស្តនៃការមើលឃើញនៅក្នុងពិភពលោកដែលយើងកំពុងរស់នៅហ្នឹងព្រោះថាយើងដឹងឯពេលខ្លះគឺថាវាមាន rule មួយចំនួនដែលគេនិយាយប៉ុន្តែវាអត់ apply តាក់ទងពី reality ដែលថាយើងរស់នៅហ្នឹងប៉ុន្តែពេលដែលយើង apply ទៅយើងចាប់ផ្ដើមគិតបន្ថែមតើបើយើងចង់ evolve a concept ឬក៏ formula ហ្នឹងបន្ថែមតើយើងធ្វើយ៉ាងម៉េចចឹងយើងចាប់ផ្ដើមបន្ថែមនៃការគិតខ្លួនឯងនិងការវិនិច្ឆ័យទៅតាមបទពិសោធន៍នៃជីវិតរបស់យើងផ្សេងៗហ្នឹងហើយតាក់ទងពីចំណុចហ្នឹងដែរក៏យើងអាចសួរខ្លួនឯងដែរគឺថាអូខេខ្ញុំអានអាហ្នឹងចប់ហើយតើបើខ្ញុំចង់ស្វែងយល់តាក់ទងពីចំណេះដឹងឬក៏គំនិតនឹងបន្ថែមឬក៏អ្វីដែលស្តៀងហ្នឹងតើខ្ញុំអាចស្វែងយល់របៀបម៉េចតើខ្ញុំគួរអានសភៅណាទៀតឬក៏ការផ្សព្វផ្សាយណាខ្លះថាខ្ញុំគួរមើលទៅលើដើម្បីពង្រីកនៃការយល់របស់ខ្ញុំហ្នឹងអញ្ចឹងយើងអាចរកសភៅស្តៀងហ្នឹងមកឬក៏យើងអាចរកវិធីក្នុងការរៀនពីអ្នកសរសេរនឹងបន្ថែមព្រោះថាហេតុអីអ្នកដែលសរសេរសភៅជាច្រើនមែនតើគឺថាគាត់អាចមាន podcast ឬក៏គាត់ឡើងនិយាយ episode ណាមួយនៃ podcast របស់មនុស្សម្នាក់ទៀតអីចឹងឬក៏មានវីដេអូផ្សេងៗនៅអ៊ីនធឺណិតដែលគាត់ធ្លាប់និយាយអីចឹងហើយក៏អាចមានជា blog ដែលគាត់សរសេរឡើងផងដែរអញ្ចឹងការដែលយើងគិតថាមនុស្សម្នាក់នេះគឺជាមនុស្សម្នាក់ដែលថាយើងចង់ដឹងឲ្យមានចំណេះដឹងដូចគាត់អញ្ចឹងយើងអាច consume material ផ្សេងៗរបស់គាត់ដើម្បីពង្រីកនៃការយល់ដឹងរបស់យើងហ្នឹងអញ្ចឹងនេះគឺជាសំណួរ4ប្រភេទដែលថាយើងអាចយកមកសួរខ្លួនឯងដែលថាវាជួយក្នុងការយើងចាប់ផ្ដើមទាញប្រយោជន៍ដោយសារយើងសួរតាក់ទងពីគោលដៅហើយមួយទៀតគឺថាយើងចាប់ផ្ដើមយល់តាក់ទងពីអ្វីដែលអ្នកសរសេរគាត់សរសេរមកយើងណាវាតាក់ទងពី comprehension និងការយល់ហ្នឹងហើយមួយទៀតគឺថាយើងចាប់ផ្ដើមរៀនគិតគឺថាមិនមែនតែយក copy paste ពីអ្វីដែលអ្នកសរសេរយកមកដាក់ខ្លួនយើងប៉ុន្តែយើងចាប់ផ្ដើមគិតតែយើងវិនិច្ឆ័យយ៉ាងម៉េចតើអ្វីទៅដែលមានប្រយោជន៍តើអ្វីទៅដែលមិនមានប្រយោជន៍តើអ្វីទៅដែលត្រូវតើអ្វីទៅដែលមិនត្រឹមត្រូវតើអ្វីទៅដែលយើងយល់ស្របអ្វីទៅដែលយើងមិនយល់ស្របហើយបន្ទាប់ចុងក្រោយហ្នឹងគឺថាអូខេអានចប់ហើយឥឡូវមកទៀតតើគំនិតណាខ្លះដែលថាយើងគួរតែយកមកអានពិវត្តបន្ថែមឬក៏យកមកតេស្តនៅលើជីវិតយើងផ្ទាល់តើបើយើងចង់ដឹងបន្ថែមតាក់ទងពីគំនិតហ្នឹងតើយើងធ្វើរបៀបម៉េចតើយើងស្រាវជ្រាវបន្ថែមយ៉ាងម៉េចហើយទាំងអស់ហ្នឹងគឺជាអ្វីមួយដែលអាចនឹងជួយអ្នកក្នុងការយល់និងទាញប្រយោជន៍ពីសភៅបានជាច្រើនមែនតើអញ្ចឹងការអានគឺថាយើងកុំយកតែសភៅមួយអានហើយប៉ុន្តែបើយើងចង់ឲ្យ active ហើយការដែល active ហ្នឹងវាជួយមែនតើវាអាចថាយើងចំណាយពេលច្រើនជាងមុនបន្តិចមែនប៉ុន្តែប្រយោជន៍ទៅថាយើងបានពីសភៅហ្នឹងគឺច្រើនមែនតើទៅថាសង្កត់10អីអញ្ចឹងយើងចំណាយពេលតិចមកបង្កើតសំណួរបង្កើតអីយើងឆ្ងល់ឡើងណាយើងចង់ដឹងមិនធ្វើយ៉ាងម៉េចឲ្យយើងយល់ដឹងឬក៏យល់ពីអ្នកសរសេរកាន់ភាសាដល់ហើយទៅសភៅមួយវានឹងពង្រីកនៃការយល់ឃើញរបស់យើងហ្នឹងអញ្ចឹងអរគុណមែនតើក្នុងការស្ដាប់អេពីសូតនេះហើយបើសិនមករៀនរស់ podcast ជាអ្វីមួយដែលមានតម្លៃសម្រាប់អ្នកអាច support podcast នេះក្នុង www.patreon.com/monipatili ហើយរាល់ការ support ទាំងអស់នេះគឺជាអ្វីមួយដែលជួយរៀនរស់ podcast ក្នុងការបន្តទៅមុខផងដែរអញ្ចឹងអរគុណមែនតើក្នុងការស្ដាប់ហើយចាំជួបគ្នាថ្ងៃក្រោយក្នុងអំឡុងពេលនេះអភិវឌ្ឍខ្លួនជានិច្ច